ជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីបងប្អូនសិស្សនិស្សិតជាទីស្រឡាញ់ជួបគ្នាជាថ្មីជាមួយនឹងថ្នាក់រៀនគណិតវិទ្យាបាទនៅក្នុងវីដេអូនេះយើងចូលដល់វីដេអូទី2ទាក់ទងជាមួយនឹងវិញ្ញាសាត្រៀមប្រឡងបាក់ឌុបយើងណាហើយនេះគឺជារម៉ាំងទី2ដែលលំហាត់នេះគឺជាលំហាត់ប្របាប់មើលបងប្អូនដែលត្រូវប្រឡងបាក់ឌុបខាងមុខនេះបើឃើញលំហាត់ប្របាប់ប៉ុណ្ណឹងបងប្អូនអាចធ្វើបានទេមើលគេថាក្នុងថ្នាក់រៀនមួយមានសិស្សពូកែចំនួន10នាក់ដែលក្នុងនោះ4នាក់ជាសិស្សស្រីនិង6នាក់ជាសិស្សប្រុសគេរៀបចំសិស្សជាក្រុមក្នុងមួយក្រុមមានសិស្ស4នាក់ដោយចៃដន្យយកទៅប្រកួតជាមួយក្រុមសិស្សនៃថ្នាក់ដទៃគណនីប្របាប់នៃព្រឹត្តិការណ៍ខាងក្រោម A ក្រុមសិស្សដែលជ្រើសរើសបានសុទ្ធតែស្រី B ក្រុមសិស្សដែលជ្រើសរើសបានសុទ្ធតែប្រុស C ក្រុមសិស្សដែលជ្រើសរើសបាន 50% ជាសិស្សប្រុសមើលបងប្អូនអាចធ្វើលំហាត់នឹងបានទេបើសិនប្រឡងបាក់ឌុបខាងមុខនេះចេញលំហាត់បែបហ្នឹងណាបាទបើសិនជាបើសិនលំហាត់ចេញបែបហ្នឹងបងប្អូនអាចធ្វើបានទេស្កប់វីដេអូគូគិតតិចមើលបន្ទាប់ពីគិតហើយត្រឡប់មើលវីដេអូគូតាំងពីដើមរហូតដល់ចប់ដើម្បីផ្ទៀងផ្ទាត់ចម្លើយរបស់បងប្អូនថាធ្វើនឹងបានត្រឹមត្រូវដែរទេណាតែឥឡូវកុំឲ្យខាតពីយូរយើងចូលទៅកាន់ដំណោះស្រាយទាំងអស់គ្នាតែមុនចូលទៅកាន់ដំណោះស្រាយសម្រាប់បងប្អូនដែលមើលតាម YouTube កុំភ្លេចចុច Subscribe Channel របស់គ្រូម្នាក់មួយសម្រាប់បងប្អូនដែលមើលតាម Facebook កុំភ្លេចចុច Follow Page គ្រូម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំអាប់ឡូតនៅពេលក្រោយទៀតតោះឥឡូវយើងចូលទៅកាន់ដំណោះស្រាយអញ្ចឹងក្នុងការគណនាប្របាប់យើងត្រូវធ្វើម៉េចជំហានដំបូងយើងត្រូវស្រង់សមត្ថកម្មអញ្ចឹងគេថាក្នុងថ្នាក់រៀនមួយមានសិស្សពូកែចំនួន10នាក់អញ្ចឹងសិស្សសរុប10នាក់សិស្សស្រីប្រមាណសិស្សស្រី4សិស្សប្រុសប្រមាណសិស្សប្រុស6អញ្ចឹងណាបាទអញ្ចឹងសិស្សសរុប10នាក់សិស្សស្រី4នាក់សិស្សប្រុស6នាក់គេជ្រើសរើសប្រមាណនេះគេជ្រើសរើសនេះគេរៀបចំសិស្សជាក្រុមដោយក្នុងមួយក្រុមនេះក្នុងមួយក្រុមមានសិស្ស4នាក់អញ្ចឹងគេថាគេជ្រើសរើស4នាក់ណាគេជ្រើសរើសសិស្ស4នាក់ដោយចៃដន្យអញ្ចឹងក្រុមសិស្ស4នាក់ហ្នឹងគឺត្រូវជ្រើសរើសចេញពីសិស្ស10នាក់យើងត្រូវរកករណីអាចឃើញសិនណាក្នុងការកណនីប្របាប់ជំហានដំបូងគឺរកករណីអាចអញ្ចឹងសិស្សសរុប10នាក់គេជ្រើសរើស4អញ្ចឹង4នាក់ហ្នឹងត្រូវរើសចេញពីក្នុង10នាក់ហ្នឹងណាអញ្ចឹងករណីអាចនោះករណីអាចគេតាំងដោយ NS ស្មើបន្សំនៃសិស្សមាន10នាក់អញ្ចឹង10យក4ស្មើប្រមាណបាទគឺស្មើ10ហ្វាក់10ដក4 6ហ្វាក់ហើយ4ហ្វាក់កណនីខាងក្រៅណាកណនីខាងក្រៅ10ហ្វាក់នឹងស្មើប្រមាណអញ្ចឹង10ហ្វាក់យើងគិតណា10ហ្វាក់ស្មើ10គុណ9គុណ8គុណ7គុណ6ហ្វាក់នេះដោយសារខាងក្រោមមាន6ហ្វាក់យើងពន្លាតត្រឹម6ហ្វាក់ទៅបានហើយណា4ហ្វាក់ស្មើ4គុណ3គុណ2បន្ទាប់មកយើងសម្រួល6ហ្វាក់ចោលបាទ4ហើយនឹង2គឺ8 3ហើយនឹង9គឺសម្រួលសល់3អញ្ចឹង3 7ដល់21 21គុណ10 210ករណីមានន័យថាយើងឃើញករណីអាចមានរហូតដល់210ករណីអញ្ចឹងដើម្បីរកប្របាប់
យើងរកករណីស្របមួយទៀតទៅលើព្រឹត្តិការណ៍នីមួយណាបាទពូប្របវាស្មើចំនួនករណីស្របចែកចំនួនករណីអាចតើយើងចាប់ផ្ដើមរកប្រូបាបនៃព្រឹត្តិការណ៍ A ក្រុមសិស្សដែលជ្រើសរើសបានសុទ្ធតែស្រីអញ្ចឹងសិស្ស4នាក់ហ្នឹងដែលរើសបានហ្នឹងសុទ្ធតែស្រីអញ្ចឹងធ្វើម៉េចដើម្បីបានសិស្សស្រីអញ្ចឹងក្នុងចំណោម4នាក់ដែលជ្រើសរើសសុទ្ធតែស្រីទាំងអស់អញ្ចឹងស្រីមានប្រមាណស្រីយើងមាន4ឲ្យជ្រើសរើស4នាក់អញ្ចឹងស្រី4យក4ម្ដងណាស្រីមាន4នាក់អញ្ចឹងគេយកទៅ4ហ្នឹងដើម្បីឲ្យក្រុមសិស្សដែលជ្រើសរើសយកទៅប្រកួតហ្នឹងមានតែសិស្សស្រីអញ្ចឹងកន្លែងនេះ NA ស្មើម៉ាននេះក្រុមសិស្សដែលជ្រើសរើសបានសុទ្ធតែស្រីអញ្ចឹងគេជ្រើសរើសក្រុមហ្នឹងមាន4នាក់អញ្ចឹងស្រីមានប៉ុន្មានស្រីមាន4អញ្ចឹង4នេះយកទាំង4មកណាបាទអញ្ចឹង NA ស្មើប្រមាណនោះ NA ស្មើបន្សំនៃ4យក4ស្មើនឹង1ករណីរូបមន្តយើងបែបករណីច្រើនណាកន្លែងហ្នឹងករណី n យក n គឺស្មើនឹង1អញ្ចឹងគេបានមកបាទគេបាន PA ស្មើ NA នៅលើ NS អញ្ចឹងស្មើ1នៅលើ2000សំទោស210នេះគឺជាប្របាប់នៃព្រឹត្តិការណ៍ A ឥឡូវយើងបន្តមកសំណួរ B បាទនេះក្រុមសិស្សដែលជ្រើសរើសបានសុទ្ធតែប្រុសអញ្ចឹងក្រុមសិស្សគឺមានគ្នា4នាក់អញ្ចឹង4នាក់ហ្នឹងប្រុសទាំងអស់អញ្ចឹងសិស្សដែលត្រូវជ្រើសរើសមានប្រុស6នាក់អញ្ចឹងប្រុស6នាក់ហ្នឹងយើងយក4នាក់ណាអញ្ចឹង n នៃ b បាទនោះ n នៃ b ស្មើបន្សំនៃ6យក4កណីមកស្មើ6ហ្វាក់នៅលើ6ដក4សល់2 2ហ្វាក់4ហ្វាក់អញ្ចឹងកណីខាងក្រៅមកណាកណីខាងក្រៅមកគឺ6គុណនឹង5គុណ4ហ្វាក់2ហ្វាក់មក2ហើយគុណ4ហ្វាក់សម្រួល4ហ្វាក់ចោល6 5 30 32បានដល់15អញ្ចឹងស្មើ15ករណីចឹងណា15ករណីចឹងយើងអាចរកប្រូបាបនៃព្រឹត្តិការណ៍ B បានហើយគេបាន PB ស្មើ NB នៅលើ NS ចឹងស្មើ15នៅលើ210ទុកចឹងបាច់សម្រួលនេះណាឥឡូវយើងបន្តមកសំណួរ C ក្រុមសិស្សដែលជ្រើសរើសបាន50% ជាសិស្សប្រុសមើលទាំងអស់គ្នាយល់ពាក្យថា50% ទេ50% ជាសិស្សប្រុសអញ្ចឹង50% គឺស្មើនឹងពាក់កណ្ដាលណា50% ស្មើនឹងពាក់កណ្ដាលអញ្ចឹងក្រុមសិស្សដែលជ្រើសរើសគឺ4នាក់ពាក់កណ្ដាលប្រុសនេះអញ្ចឹង4នាក់ពាក់កណ្ដាលគឺ2អញ្ចឹងណាអញ្ចឹង4នាក់ពាក់កណ្ដាល2យើងពាក់កណ្ដាលប្រុសអញ្ចឹងសល់2នាក់ទៀតទេគឺស្រីអញ្ចឹងណាបាទអញ្ចឹងនោះអីគេ NC ស្មើបន្សំអញ្ចឹងកាលណាប្រុស2បន្សំនៃ6យក2គុណស្រីក៏មាន2ដែរអញ្ចឹងបន្សំនៃ4យក2បាទអញ្ចឹងស្មើប្រមាណទីកណីមក6ហ្វាក់នៅលើ6ដក2គឺ4ហ្វាក់2ហ្វាក់គុណឲ្យ4ហ្វាក់នៅលើ4ដក2សល់2ហ្វាក់2ហ្វាក់អញ្ចឹងយើងអាចកណនីមក6ហ្វាក់6គុណ5គុណ4ហ្វាក់អញ្ចឹងមក4ហ្វាក់ទុកសម្រួល2ហ្វាក់2 4ហ្វាក់ស្មើ4គុណ3គុណ2ខាងក្រោម2ហ្វាក់2 2ហ្វាក់2អញ្ចឹងសម្រួលមកបាទនេះ4 2 2 4សម្រួលអស់ពី2នេះសម្រួលទៀត
ចឹង5 6 30 30 គុណ3 90បាទចឹងគឺស្មើ90ករណីចឹងណាអញ្ចឹងគេបានបាទគេបានពេសេស្មើ n សេនៅលើ n s ស្មើ90នៅលើ210នេះគឺជាចម្លើយរបស់យើងអរគុណបងប្អូនដែលតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បើគិតថាវីដេអូនេះល្អជាជំនួយការសិក្សារបស់បងប្អូនកុំភ្លេចចុច like share subscribe channel របស់គូឬក៏អ្នកដែលមើលតាម page អាច follow page ម្នាក់មួយណាដើម្បីទទួលបានវីដេអូថ្មីៗខ្ញុំអាប់ឡូតនៅពេលក្រោយអរគុណជួបគ្នានៅវីដេអូក្រោយ